ទូក៏ក្រាខ្លាំងរឿងដ៏គួរឲ្យភ្ញាក់ផ្អើលពលរដ្ឋពាត់ឡានសមត្ថកិច្ចមិនឲ្យយកជនល្មើសចេញក៏ក្រាកស្រុកកងពិសីខេត្តកំពង់ស្ពឺស្រាប់តែលោកផៃវណ្ណៈថាត្រូវតែធ្វើឲ្យបានរឿងរ៉ាវកំពុងតែផ្ទុះល្បីនៅក្នុងបណ្ដាញសង្គម Facebook គឺពាក់ព័ន្ធជាមួយនឹងប្រជាពលរដ្ឋនៅឯស្រុកកងពិសីបានធ្វើការពាត់ឡានសមត្ថកិច្ចមិនឲ្យសមត្ថកិច្ចដឹកជនល្មើសចេញធ្វើឲ្យផ្អើលមហាជនទាំងយប់នៅតាមផ្លូវជាតិលេខ3ស្រុកកងពិសីខេត្តកំពង់ស្ពឺតាមប្រភពព័ត៌មានបានបញ្ជាក់ថាកម្លាំងនគរបាលខេត្តព្រៃវែងបានបើកប្រតិបត្តិការស្រាវជ្រាវករណីចោរលួចរថយន្តមួយគ្រឿងនៅស្រុកភៀមររហូតតាមចាប់ជនល្មើសនៅថ្ងៃទី4ខែមេសាឆ្នាំ2026នេះប៉ុន្តែអ្វីដែលធ្វើឲ្យភ្ញាក់ផ្អើលនោះគឺប្រជាពលរដ្ឋជាច្រើនអ្នកបានឡោមព័ទ្ធនិងយករនាំងដែកមកព័ទ្ធរថយន្តរបស់កងកម្លាំងនគរបាលដែលត្រៀមដឹកជនល្មើសចេញហេតុការប្រជាពលរដ្ឋឡោមព័ទ្ធរថយន្តរបស់នគរបាលនេះបានកើតឡើងនៅក្នុងស្រុកកងពិសីខេត្តកំពង់ស្ពឺនៅយប់ថ្ងៃទី4ខែមេសាឆ្នាំ2026ដោយកម្លាំងនគរបាលខេត្តព្រៃវែងបានស្រាវជ្រាវហើយពន្លាតដែនសមត្ថកិច្ចរហូតតាមចាប់ដល់ខេត្តកំពង់ស្ពឺដោយសហការជាមួយនឹងកងកម្លាំងនគរបាលខេត្តកំពង់ស្ពឺសូមបញ្ជាក់ថានៅវេលាម៉ោង 4:31 នាទីទៀតភ្លឺថ្ងៃទី25ខែមិនិនាឆ្នាំ2026មានករណីចោរលួចរថយន្តមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដៃដែលស្ថិតនៅក្នុងភូមិពន្លៃឃុំព្រៃកបាសស្រុកភៀមរខេត្តព្រៃវែងក្រោយទទួលបានសេចក្តីរាយការណ៍និងពាក្យបណ្ដឹងរបស់ជនរងគ្រោះដែលជាម្ចាស់ឡានកម្លាំងនគរបាលជំនាញព្រំប្រទាននៃស្នងការដ្ឋាននគរបាលខេត្តសហការជាមួយនឹងកងកម្លាំងមូលដ្ឋានក្រោមការបញ្ជាពីលោកឧត្តមសេនីយ៍តូឈឿនប៊ុនឆនស្នងការនគរបាលខេត្តសហការជាមួយនឹងកម្លាំងនគរបាលនាយកដ្ឋានព្រំប្រទាននិងនគរបាលខេត្តកំពង់ស្ពឺក្រោមការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបងខេត្តព្រៃវែងនិងខេត្តកំពង់ស្ពឺបានបើកប្រតិបត្តិការស្រាវជ្រាវហើយឈានដល់ការចាប់ខ្លួនជនល្មើសនៅថ្ងៃទី4ខែមេសាឆ្នាំ2026នេះនៅស្រុកកងពិសីខេត្តកំពង់ស្ពឺតែពេលកងកម្លាំងនគរបាលចាប់ជនល្មើសដាក់ចូលរថយន្តដើម្បីដឹកមកសួរនាំនៅស្នងការដ្ឋាននគរបាលខេត្តព្រៃវែងស្រាប់តែប្រជាពលរដ្ឋមូលដ្ឋានជាច្រើនអ្នកបានមកឡោមព័ទ្ធរថយន្តរបស់សមត្ថកិច្ចនគរបាលដែលដឹកជនល្មើសបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងជាមួយនឹងបាតុភិបបែបនេះលោកឧត្តមសេនីយ៍តូឈឿនប៊ុនឆនបានបញ្ជាក់ពីការខិតខំប្រឹងប្រែងតាមស្រាវជ្រាវចាប់ជនល្មើសមិនគួរបងប្អូនប្រជាពលរដ្ឋបែរជាធ្វើបែបនេះដាក់នគរបាលសោះស្នងការនគរបាលខេត្តព្រៃវែងបានបញ្ជាក់ថានគរបាលព្រៃវែងប្រឹងប្រែងដាច់បាយដាច់ទឹកជិត2សប្តាហ៍ទម្រាំបង្ក្រាបបានមិនគួរណាប្រជាជនមិនយល់បែរជាធ្វើដាក់នគរបាលទាំងតែមិនយល់រឿងហេតុផ្លូវច្បាប់គឺខុសសិលធម៌ក៏កាន់តែខុសពាក់ព័ន្ធនឹងករណីខាងលើនេះលោកផៃវណ្ណៈថាត្រូវតែធ្វើឲ្យបានគឺតាក់ទងជាមួយនឹងក្រុមមនុស្សមួយក្រុមដែលចេញមករារាំងសមត្ថកិច្ចការពារមុខសញ្ញាទទួលផលចោរកម្មរហូតដល់ហ៊ានបិទផ្លូវនិងបំផ្លិចបំផ្លាញរថយន្តនគរបាលថែមទៀតសូមសមត្ថកិច្ចស្រាវជ្រាវរកមុខសញ្ញាណាដែលញុះញង់ប្រជាពលរដ្ឋឲ្យប្រឆាំងនឹងសមត្ថកិច្ចចូលអនុវត្តច្បាប់